ជំរាបសួរនាងខ្ញុំឈ្មោះអាសុគន្ធធារីជានិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រជំនាញរដ្ឋបាលសាធារណៈឆ្នាំសិក្សា2024-2025ចំនួនទី12នៃសាកលវិទ្យាល័យជាតិបាត់ដំបងថ្ងៃនេះខ្ញុំសប្បាយចិត្តមែនទែនដែលខ្ញុំមានឱកាសមកចែករំលែកទាក់ទងទៅនឹងបទពិសោធន៍ការដាក់អាហារូបករណ៍និងការដែលមករៀននៅក្រៅប្រទេសខ្ញុំបានជាប់អាហារូបករណ៍មករៀននៅសាលាកីឡាប្រទេសអ៊ីតាលីរយៈពេល5ខែដែលអាហារូបករណ៍ហ្នឹងជាប្រភេទ exchange program តើតើទៅនឹងចំណាប់អារម្មណ៍លើអាហារូបករណ៍ហ្នឹងគឺខ្ញុំចាត់ចេញជា3ទី1គឺមុនពេលដែលខ្ញុំទទួលបានអាហារូបករណ៍ទី2គឺកំឡុងពេលដែលខ្ញុំទទួលបានអាហារូបករណ៍និងទី3ក្រោយពេលដែលខ្ញុំទទួលបានអាហារូបករណ៍ជាទៅដំបូងឡើយដែលថាតកតងទៅនឹងអាហារូបករណ៍ហ្នឹងគឺខ្ញុំទទួលបានព័ត៌មានតាមរយៈ page Telegram របស់សាលាសាកលវិទ្យាល័យជាតិបាត់ដំបងហ្នឹងកាលហ្នឹងខាងសាលាគាត់បានបង្ហោះ application មួយទាក់ទងទៅនឹងអាហារូបករណ៍មករៀននៅក្រៅប្រទេសនៅទីក្រុងឡាគីឡាហ្នឹងហើយបន្ទាប់ពីខ្ញុំឃើញ application ហ្នឹងហើយខ្ញុំក៏បានសួរព័ត៌មានទៅខាង IR department ហើយទិញពាក្យបំពេញពាក្យហើយរៀបចំឯកសារផ្សេងៗដាក់ពាក្យហើយរងចាំឲ្យប្រឡងទាក់ទងនឹងកម្រិតភាសាអង់គ្លេសក្រោយមកក៏រងចាំស្ដាប់លទ្ធផលចូលមកដល់ចំណុចបន្ទាប់គឺកំឡុងពេលទទួលបានអាហារូបករណ៍និយាយដល់ស្មោះត្រង់ទៅទាំងខ្ញុំទាំងនិស្សិតផ្សេងៗដែលជាប់អាហារូបករណ៍ហ្នឹងគឺទទួលបានការយកចិត្តទុកដាក់ពីខាង IR department មែនទែនក្នុងការរៀបចំឯកសារព័ត៌មានផ្សេងៗនិយាយទៅតាំងពីឯកសារសម្រាប់ដាក់ស្នើអាហារូបករណ៍ព័ត៌មានទាក់ទងទៅនឹងការប្រឡងកម្រិតភាសាអង់គ្លេសការធ្វើ learning agreement study contract ការធ្វើ visa និងការត្រៀមខ្លួនទៅរៀននៅក្រៅប្រទេសអីហ្នឹងគឺខាង IR department យកចិត្តទុកដាក់និស្សិតខ្លាំងមែនទែនហើយចំណុចមួយទៀតហ្នឹងគឺក្រោយពេលដែលនឹងបានទទួលអាហារូបករណ៍និយាយទៅគឺសប្បាយចិត្តមានអារម្មណ៍ហារំភើបព្រោះអីដែលយើងខិតខំប្រឹងប្រែងហ្នឹងទទួលបានផ្លែផ្កាមានមោទនភាពចំពោះខ្លួនឯងមនុស្សជុំវិញខ្លួនមិត្តភ័ក្តិចិត្តមិត្តនិស្សិតក៏មានមោទនភាពគ្រួសារបងប្អូនក៏មានមោទនភាពព្រោះគាត់ទាំងអស់គ្នាហ្នឹងសិតតែដឹងថាការដែលទទួលបានអាហារូបករណ៍មករៀននៅក្រៅប្រទេសនេះគឺជាឱកាសដ៏ល្អដែលខ្ញុំអាចអភិវឌ្ឍខ្លួនទៅមកកម្រិតទៀតអាចទទួលបានបទពិសោធន៍និងបែបបទនៃការរស់នៅថ្មីដែលខ្ញុំអាចចែករំលែកទៅដល់មិត្តរួមថ្នាក់បងនិស្សិតដែលគាត់មានចំណាប់អារម្មណ៍ក្នុងការដាក់អាហារូបករណ៍មកសិក្សានៅក្រៅប្រទេសចូលមកដល់ចំណុចបន្ទាប់ទាក់ទងទៅនឹងការរស់នៅដែលជានិស្សិតបរទេសហ្នឹងមករៀនឡាគីឡានៅទីក្រុងឡាគីឡាប្រទេសអ៊ីតាលីនេះខ្ញុំគិតថានៅទីក្រុងឡាគីឡានេះគឺជាជម្រើសដ៏ល្អបំផុតព្រោះអីការរស់នៅណាគឺមានតម្លៃសមរម្យបើសិនជាយើងប្រៀបធៀបទៅនឹងទីក្រុងធំនៅអ៊ីតាលីនេះខ្ញុំគិតថាឡាគីឡាផ្ដល់នៅការស្នាក់នៅអាហារទាំងការធ្វើដំណើរហ្នឹងគឺធូរថ្លៃជាងទីក្រុងដទៃដែលយើងប្រៀបធៀបទៅនឹងទីក្រុងដែលធំណាគុណភាពនៃការអប់រំនៅដែលមានតែបាត់ដំបងច្រើនមែនតើចាំមានបង្ហាញហើយភាពរស់រាយរាក់ទាក់ជាចុងនៅណាទាំងសាស្ត្រាចារ្យទាំងមិត្តនិស្សិតនិយាយទៅសាស្ត្រាចារ្យក៏គាត់យកចិត្តទុកដាក់លើនិស្សិតបរទេសដូចជាខ្ញុំមកអញ្ចឹងហើយគាត់បង្កើតឲ្យមានភាពស្និទ្ធស្នាលរវាងនិស្សិតដូចជាការធ្វើស្វ័យសិក្សាជុំគ្នាជាដើមបរិស្ថានអនាម័យទេសភាពស្រស់ស្អាតសម្បូរទៅដោយភ្នំនៅឡាគីឡាតំបន់ខ្ញុំរៀននេះគឺសម្បូរភ្នំមែនតើការស្អាតតាមដងផ្លូវសំណង់អគារចាស់ៗដែលមានក្បាច់រចនាស្អាតជាចុងក្រោយគឺខ្ញុំលើកទឹកចិត្តឲ្យបងក៏ដូចជានិស្សិតដែលគាត់មានចំណាប់អារម្មណ៍ចង់ដាក់អាហារូបករណ៍ហ្នឹងគឺដាក់អាហារូបករណ៍មករៀននៅក្រៅប្រទេសព្រោះការសិក្សានៅបរទេសហ្នឹងគឺជួយឲ្យយើងអាចអភិវឌ្ឍខ្លួនឯងទៅមកកម្រិតទៀតអាចទទួលបានបទពិសោធន៍ល្អហើយឱកាសការងារយើងក៏កាន់តែប្រសើរក្រោយពីយើងបញ្ចប់ការសិក្សានៅនេះអញ្ចឹងការចែករំលែកទាក់ទងទៅនឹងបទពិសោធន៍មករៀននៅក្រៅប្រទេសក៏ដូចជាការដាក់អាហារូបករណ៍របស់ខ្ញុំក៏ចប់ត្រឹមតែប៉ុណ្ណេះហើយអរគុណដែលចំណាយពេលនៅក្នុងការមកស្ដាប់វីដេអូនេះសង្ឃឹមថាជាប្រយោជន៍សម្រាប់អ្នកដែលគាត់មានចំណាប់អារម្មណ៍ក្នុងការដាក់អាហារូបករណ៍សូមអរគុណសូមជម្រាបលាបាយបាយ